ដែលហៅកាត់ថាកោជបវិញម្ដងយើងឃើញថាសហភាពអឺរ៉ុបគ្រោងនឹងផ្ដល់ជំនួយចំនួន10លានយូរ៉ូទៅដល់កោជបនៅក្នុងការរៀបចំនៃដំណើរការបច្ចេកទេសក៏ដូចជាដំណើរការនៃរៀបចំការបោះឆ្នោតយើងឃើញថានៅក្នុងចំណុចនេះជំនួបរវាងកោជបចាគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលដឹកនាំដោយឯកឧត្តមគួយប៊ុនរឿនអនុប្រធានកោជបនិងជាប្រធានគណៈកម្មការចំពោះកិច្ចជាមួយនឹងមន្ត្រីសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជានាព្រឹកថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2015នេះនៅទីស្តីការកោជបសហភាពអឺរ៉ុបគ្រោងនឹងផ្ដល់ជំនួយចំនួន10លានយូរ៉ូសម្រាប់ឆ្នាំ2016ដល់ឆ្នាំ2019ដល់កោជបនៅក្នុងនីតិវិធីចុះឈ្មោះបោះឆ្នោតថ្មីខាងមុខនោះអ្នកនាំពាក្យរបស់កោជបឯកឧត្តមហងពុធាបានមានប្រសាសន៍ថាក្រៅអំពីការផ្ដល់នូវជំនួយសហភាពអឺរ៉ុបបានឧទ្ទិសនាមអង្គការ UNOPS ដែលជាតំណាងសហភាពអឺរ៉ុបដើម្បីធ្វើការពិភាក្សាអំពីតម្រូវការសម្ភារៈសម្រាប់ការចុះឈ្មោះបោះឆ្នោតនិងនីតិវិធីលទ្ធកម្ម